សួស្តីបងបងទាំងអស់គ្នាបងបងណាដែលគាត់រៀនចាក់ដំបងហើយគាត់អាចចេះចាក់ផ្កាគាត់អាចមកមើលវីដេអូរបស់ខ្ញុំបានណាព្រោះវីដេអូរបស់ខ្ញុំនេះមានបង្រៀនចាក់តាំងពីដើមរហូតដល់ចប់ជាដំបូងបងត្រូវមានម្ជុលលេខ3ហើយជាមួយនឹងអំបោះសរសៃត្រចៀកកម្មផ្កាដែលយើងចាក់នេះយើងយកស្នូលវាពណ៌លឿងខ្ចាយជាមួយនឹងស្រទាប់ផ្កាពណ៌ផ្កាឈូករាងដិតជាដំបូងយើងត្រូវធ្វើ magic ring សិនការចាក់ magic ring នេះបងប្អូនអាចមើលបានពីដំបូងរបស់វាបើសិនជាមើលអត់ទាន់ទេអាចសាចុះម្ដងទៀតក៏បានដែរយើងធ្វើ magic ring នេះឲ្យបានចំនួន12តែបងមើលរបស់ខ្ញុំចាក់សិនទៅបងត្រូវឆេងវា2ដងសិនរួចយើងដាក់វា double crochetបន្ទាប់ពីបង double crochet រួចបងត្រូវឆេងវា2សិនមានន័យថាយើងតាក់កតុយកដោវា2សិនណាបងហើយបន្ទាប់មកទៀតយើង double crochet ប៉ុន្តែយើង double crochet 2ដងទៅយើងភ្ជាប់វាម្ដងបន្ទាប់ពីយើង double crochet 2ដងភ្ជាប់ម្ដងរួចយើងប្រទាក់កន្ទុយកណ្ដោ2ដងទៀតរួចយើងចាក់បែបនេះដដែលរហូតដល់វាជុំណាបងប៉ុន្តែបើសិនជាបងមើលអត់ទាន់ទេបងអាចព្យាយាមមើលហើយសារត្រឡប់ក្រោយក៏បានដែរព្រោះខ្ញុំធ្វើនេះគឺធ្វើយឺតទេបងឃើញដៃខ្ញុំចង្អុលអត់នោះមានន័យថាបងឯងចាក់រហូតដល់គ្រប់ចំនួន12 double crochet ហើយមកភ្ជាប់វានៅខាងចុងកន្ទុយប៉ុន្តែបើសិនជាបងណាដែលគាត់ចេះ double crochet ស្ទាត់ហើយបងអាចចាក់ហើយសាបឲ្យលឿនក៏បានដែរបងធ្វើមកចាក់ឲ្យតែគ្រប់ចំនួន12ទៅគឺយើងគ្រប់ស្នូលរបស់ផ្កាហើយរាប់តាមខ្ញុំរាប់ហ៎បងប៉ុន្តែកុំភ្លេចទាញកន្ទុយអំបោះផងណាដើម្បីឲ្យវាជាប់គ្នាបើបងអត់ទាញកន្ទុយអំបោះវាអត់ជាប់គ្នាទេដល់វគ្គកន្លែងនេះវគ្គសំខាន់ណាបងណាដែលគាត់អត់ចេះចាក់ចំកន្ទុយនេះអាចនឹងធ្វើឲ្យវាអត់ខ្លាចជារង្វង់មូលទេយើងត្រូវខ្ទាស់ធ្វើម៉េចនៅចំចុងដែលយើងបានចាក់វាដំបងគេបងអស់ពេលដែលបងចាក់ត្រូវទៅវានឹងចេញបែបលក្ខណៈមូលដូចរបស់ខ្ញុំអញ្ចឹងកន្លែងនេះកន្លែងតអំបោះណាបើសិនជាបងចង់តវាភ្ជាប់តែម្ដងក៏បានឬក៏កាត់ដូចខ្ញុំអញ្ចឹងក៏បានដែរប៉ុន្តែខ្ញុំចាក់នេះគឺចាក់កាត់ខ្ញុំបដូរពណ៌ខ្ញុំកាត់កន្ទុយអំបោះចាញ់រួចបានយើងបដូរដាក់ពណ៌ផ្កាឈូកធ្វើជាស្រទាប់ផ្កាកន្លែងបដូរពណ៌ត្រង់នេះបើសិនជាបងអត់ច្បាស់ទេបងមើលដោយយកចិត្តទុកដាក់បន្តិចជាដំបូងយើងត្រូវខ្ទើពណ៌ដែលជាស្រទាប់ផ្កាឲ្យជាប់ជាមួយនឹងបណ្ដោសិនរួចយើងឆេង3ដងមានន័យថាយើងប្រទាក់កន្ទុយកណ្ដោ3ដងពេលដែលយើងប្រទាក់កន្ទុយកណ្ដោ3ដងរួចបងត្រូវចាក់ double crochet ត្រូវប្រទាក់2ដងអត់មាន double crochet ប្រទាក់តែម្ដងទេក្នុងមួយស្រទាប់ផ្កាបងត្រូវ double crochet 3ដងបងមើលតាមវីដេអូខ្ញុំបានណាបង
ខ្ញុំចាក់នេះគឺចាក់បែបលម្អិតមួយជូនបងតែម្ដងសម្រាប់បងណាដែលគាត់តបរៀនចាក់ដំបងហើយគាត់អត់ទាន់ចេះចាក់ជាសតបផ្កាគាត់អាចមើលបានពេលយើងចេះមើលក្បាច់ហើយយើងអាចបំបែកបានច្រើនក្បាច់ទៀតពេលដែលយើងចាក់សតបផ្កាត្រូវគឺចេញមកគឺកំប៉ាងស្អាតតែម្ដងយើងចូលដល់ស្រទាប់ផ្កាទី2បងព្យាយាមមើលបន្តិចណាចំកន្លែងតែនោះគឺយើងខ្ទាស់រួចយើងឆេងកន្ទុយកណ្ដោ3ដងបន្ទាប់មកទៀតគឺយើងដបក្រសេបន្ទាក់2ដងបានយើងចាក់ដបក្នុងមួយស្រទាប់ផ្កាគឺត្រូវចាក់3ដបក្រសេជានិច្ចរហូតដល់ស្រទាប់ផ្កាចុងក្រោយក្នុងមួយស្រទាប់ផ្កាយើងចាក់3ដបក្រសេប៉ុន្តែចំពេលចុងក្រោយគឺយើងត្រូវបន្ទាក់កន្ទុយកណ្ដោ3ដងរួចយើងយកមកខ្ទាស់ក្នុងបន្លោះដដែលដែលយើងចាក់ស្រទាប់ផ្កាបងមើលកន្លែងដែលខ្ញុំចង្អុលណាបងបើសិនជាបងចាក់ខុសពីបន្លោះនោះវានឹងចាញ់ស្រទាប់ផ្ការបស់យើងអត់ស្អាតទេតែដែលខ្ញុំចង្អុលនោះមានន័យថាបងត្រូវចាក់ស្រទាប់ផ្កាមួយស្រទាប់រហូតដល់ស្រទាប់ចុងក្រោយដែលយើងចាក់បងយើងរាប់ស្រទាប់ផ្កាទាំងអស់ចំនួន6ស្រទាប់ផ្កាគឺយើងចាក់ដូចគ្នាទាំងអស់បើសិនជាបងគិតថាលឿនពេកមើលអត់តាន់ទេអាចសារត្រឡប់ថយក្រោយបានកន្លែងទៅនេះគឺសំខាន់បងកន្លែងដែលយើងភ្ជាប់អំបោះចូលទៅក្នុងស្រទាប់ផ្កាដំបូងដែលយើងចាក់យើងត្រូវខ្ទើសវាមួយរួចយើងខ្ទាស់វាមួយទៀតដើម្បីឲ្យប្រកាសថាផ្ការបស់យើងវាមិនអាចនឹងររុះអំបោះចេញមកវិញហើយពេលបងកាត់អំបោះបងកាត់ទូរាងវែងបន្តិចណាព្រោះយើងងាយស្រួលក្នុងពេលដែលយើងខ្ទាស់វាចូលទៅក្នុងស្រទាប់ផ្កានេះបងផ្ការបស់យើងចាញ់ជារូបរាងហើយផ្កានេះបងអាចយកទៅចាក់ធ្វើជាកាបូបចាក់ទៅបិទជាមួយនឹងមួកឬក៏បិទជាមួយនឹងអាវក៏បានដែរផ្ការបស់យើងចាក់គឺមានសភាពងាយស្រួលហើយស្រស់ស្អាតខ្លាំងមែនទែននេះបងមើលកន្លែងទៅណាខ្ញុំខ្ទាស់វា3-4ដងដើម្បីកុំឲ្យកតុយអំបោះដែលខ្ញុំកាត់ទុកនោះវាធ្វើឲ្យររុះដល់ផ្ការបស់យើងណាកន្លែងទៅនេះគឺយើងត្រូវយកចិត្តទុកដាក់ខ្លាំងមែនទែនផ្ការបស់យើងពេលចាក់រួចគឺស្រស់ស្អាតហើយមានភាពងាយស្រួលក្នុងការចាក់របៀបចាក់ផ្កានេះគឺសម្រាប់បងដែលគាត់ទៅរៀនចាក់ដំបងគាត់អត់ទាន់ចេះចាក់ឬក៏បងដែលគាត់អត់ទាន់ស្ទាត់ជំនាញក្នុងការចាក់ព្រោះវីដេអូរបស់ខ្ញុំនេះគឺយើងបានបញ្ជាក់មួយតាំងពីដើមវីដេអូរហូតដល់ចុងបញ្ចប់នៃវីដេអូនេះគឺជាសមិទ្ធផលក្រោយពេលដែលយើងចាក់ផ្កាសូមបញ្ជាក់បងស្រទាប់ផ្កាអាចនឹងប្រែប្រួលទៅតាមទំហំមួយជុលរបស់បងដែលបងជ្រើសរើសចាក់បើសិនជាបងចូលចិត្តវីដេអូសូម like និង subscribe Channel របស់យើងផង